ជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនដែលនិយមតាមដានលើ page ពីទូ MC ជាទីស្រឡាញ់ថ្ងៃនេះខ្ញុំនាំបងប្អូនមកទស្សនានៃការផ្លាស់ប្ដូរបដិបត្តិថ្មីនៃទូកមួយគ្រឿងរបស់អ្នកខេត្តព្រៃវែងបន្តទៀតជឿជាក់ថាបងប្អូនបច្ចុប្បន្នកំពុងតែតាមដានរាល់សកម្មភាពនៃការផលិតទូកថ្មីនៃការជួសជុលទូកថ្មីរបស់ជាងបាទដោយសារតែវិស័យកីឡាមួយនេះបច្ចុប្បន្នកំពុងតែរីកស្គុះស្គាយនិងទទួលបានការគាំទ្រពីអ្នកគាំទ្រយ៉ាងច្រើនមែនទែននៅក្នុងឆ្នាំ2025នេះបាទជាការពិតណាស់ពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃការគាំទ្រវិស័យកីឡាប្រណាំងទូកនេះគឺចាប់ផ្ដើមហក់ឡើងគួរជាកត់សម្គាល់យ៉ាងណាមិញគឺថ្ងៃនេះខ្ញុំនាំបងប្អូនមកទស្សនានៅរាងរៅរបស់ទូកងោដែលមានឈ្មោះថាសសុខាពីមជោសសុខាពីមជោបានផ្លាស់ប្ដូរនៅរូបរាងថ្មីហើយបងប្អូនប្រិយមិត្តទស្សនិកជនបាទបន្ទាប់ពីធ្វើការកែច្នៃអស់មួយរយៈពេលខ្លីកន្លងទៅនេះណាក្រោមស្នាដៃការជួសជុលការកែច្នៃការផ្លាស់ប្ដូរនៅពុម្ពថ្មីដោយទឹកដៃជាងហៃបាទជាងហៃគឺជាជាងមួយដែលបងប្អូនភាគច្រើនបាទបានស្គាល់ហើយបងប្អូនមួយចំនួនតូចទៀតក៏មិនទាន់បានស្គាល់គាត់ដោយសារតែប្រជាប្រិយភាពរបស់គាត់មិនទាន់ហក់ឡើងដល់ខ្លាំងណាតែបច្ចុប្បន្ននេះនៅក្នុងឆ្នាំ2024កន្លងទៅបន្ទាប់ពីទូកងរបស់អ្នកខេត្តពោធិ៍សាត់បាទដែលមានឈ្មោះថាដេជោកែវវិជ័យបារមីចៅសែនទទួលបានចំណាត់ថ្នាក់លេខ1បងប្អូនចាប់ផ្ដើមចាប់អារម្មណ៍ចាប់ផ្ដើមតាមដានថាតើទូកដែលជាប់ចំណាត់ថ្នាក់លេខ1នោះផលិតដោយជាងណាដែរបាទគឺជាស្នាដៃរបស់ជាងហៃហើយគាត់ក៏បានយកចំណេះជំនាញរបស់គាត់បាទយកមកកែច្នៃលើទូកងោសសុខាពីមជោនេះរបស់អ្នកខេត្តព្រៃវែងដោយតែបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងបងប្អូនទស្សនិកជនបន្ទាប់ពីជន់ពុំហើយបន្ទាប់ពីធ្វើការផ្លាស់ប្ដូររាងរៅហើយតើបងប្អូនយល់យ៉ាងណាដែរហើយយល់បែបណាដែរសម្រាប់ទូកងោមួយគ្រឿងនេះបាទបងប្អូនប្រិយមិត្តទស្សនិកជនអាចបញ្ចេញមតិបានតាមរយៈខាងក្រោមវីដេអូនេះទាំងអស់គ្នាតែយ៉ាងណាក៏ដោយក៏សូមជូនពរទូកងោរបស់អ្នកខេត្តព្រៃវែងដែលមានឈ្មោះថាសសុខាពីមជោសែនជ័យនេះបាទបន្ទាប់ពីកែច្នៃហើយឲ្យទទួលបានលបឿនលឿនសមប្រកបដោយបំណងពងប្រាថ្នានៅក្នុងរដូវកាលថ្មីរងចាំអ៊ុតនិងទស្សនាលបឿនទូកសសុខាពីមជោនេះទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយតែយ៉ាងណាក៏ដោយកុំភ្លេចជួយចែករំលែកវីដេអូនេះទាំងអស់គ្នាដើម្បីជាការលើកកម្ពស់វិស័យកីឡាប្រណាំងទូកនៅកម្ពុជា